រដ្ឋកោទឹកបាត់ដំបងបានបើកវគ្គបណ្ដុះបណ្ដាលវគ្គ2ស្ដីពីនីតិវិធីនៃការត្រួតពិនិត្យតាមដាននិងវិតម្លៃរបស់អតិថិជនរដ្ឋកោទឹកនិងវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែមស្ដីពីមូលដ្ឋានគ្រឹះនៃការនិយាយជាសាធារណៈជូនដល់បុគ្គលិកសម្រាប់សម្រួលការងារសហគមន៍ដែលមកពីសង្កាត់ទាំង10នៃក្រុងបាត់ដំបងក្នុងក្របខ័ណ្ឌគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនៅក្រុងបាត់ដំបងវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី27ដល់ថ្ងៃទី30ខែឧសភាឆ្នាំ2025នៅសន្តាគារស្ទឹងសង្កែក្រុងបាត់ដំបងដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអ៊ុតក្លឹងអគ្គនាយករដ្ឋកោទឹកបាត់ដំបងនិងជាប្រធានក្រុមគាំទ្រគម្រោងនិងវត្តមានលោកសុកពុទ្ធពនរាយមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងជាមន្ត្រីកសាងស្ថាប័នមានប្រសាសន៍ក្នុងពិធីបើកវគ្គឯកឧត្តមអ៊ុតក្លឹងបានបញ្ជាក់ទៅកាន់មន្ត្រីសម្របសម្រួលគម្រោងរដ្ឋកោទឹកបាត់ដំបងនិងអ្នកសម្របសម្រួលសហគមន៍ CVS នៅតាមបណ្ដាសង្កាត់ទាំង10នៃក្រុងបាត់ដំបងដែលចូលរួមទទួលការបណ្ដុះបណ្ដាលបន្ថែមពីនីតិវិធីនៃការត្រួតពិនិត្យតាមដាននិងវិតម្លៃរបស់អតិថិជនរដ្ឋកោទឹកនិងដើម្បីពង្រឹងសមត្ថភាពបន្ថែមនៅមូលដ្ឋានគ្រឹះនៃការនិយាយជាសាធារណៈដល់បុគ្គលិកសម្រាប់សម្រួលការងារសហគមន៍បន្ថែមក្នុងការចុះបំពេញការងាររបស់ខ្លួនតាមបណ្ដាសង្កាត់របស់បងប្អូនឯកឧត្តមអគ្គនាយករដ្ឋកោទឹកបាត់ដំបងបានលើកទឹកចិត្តនិងជំរុញឲ្យបងប្អូនជាសិក្ខាកាមត្រូវខិតខំយកចិត្តទុកដាក់ស្ដាប់ការពន្យល់របស់គ្រូឧទ្ទេសក្នុងពេលសិក្សាបើមិនយល់ឬឆ្ងល់ត្រូវហ៊ានសួរព្រោះវគ្គបណ្ដុះបណ្ដាលនេះវាពិតជាផ្ដល់នៅសារៈប្រយោជន៍សំខាន់ខ្លាំងណាស់ដើម្បីជួយដល់ការចុះបំពេញការងាររបស់យើងម្នាក់ៗឯកឧត្តមអ៊ុតក្លឹងអគ្គនាយករដ្ឋកោទឹកបាត់ដំបងបានរំពឹងទុកថាការផ្ដល់វគ្គបណ្ដុះបណ្ដាលវគ្គ2នេះនឹងកាន់តែជំរុញធ្វើឲ្យមន្ត្រីសម្របសម្រួលនៃសង្កាត់ទាំង10កាន់តែងាយស្រួលក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនបានកាន់តែប្រសើរថែមទៀតដោយឡែកលោកសុកពុទ្ធពនរាយមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងជាមន្ត្រីកសាងស្ថាប័នការអនុវត្តនិងអ្នកសម្របសម្រួលវគ្គបណ្ដុះបណ្ដាលបានលើកឡើងថាការចូលរួមរបស់អតិថិជនក្នុងក្របខ័ណ្ឌគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យគឺជាគោលដៅដ៏សំខាន់ក្នុងចំណោមគោលដៅសំខាន់ជាច្រើនរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងលើកកម្ពស់សិទ្ធិរបស់អតិថិជននិងការពង្រឹងភាពជាដៃគូនៃរដ្ឋបាលថ្នាក់ក្រោមជាតិរវាងអ្នកផ្ដល់សេវាសាធារណៈនិងអតិថិជនដែលជាអ្នកប្រើប្រាស់សេវាហើយតាមរយៈការសម្របសម្រួលមានលក្ខណៈជាសេរីនៅសមាជិកទាំង4ដូចជាការលើកស្ទួយសិទ្ធិអតិថិជនក្នុងការទទួលបាននិងប្រើប្រាស់ព័ត៌មានស្ដីពីការផ្ដល់សេវាជាសាធារណៈដែលមានលក្ខណៈជាស្តង់ដារនៅថ្នាក់ក្រោមជាតិនិងការបំពេញការងាររបស់អង្គភាពផ្ដល់សេវាគឺរដ្ឋកោទឹកបាត់ដំបងការចូលរួមដោយឯករាជ្យក្នុងការតាមដាននិងវិតម្លៃពីការផ្ដល់សេវាសាធារណៈរបស់រដ្ឋកោទឹកបាត់ដំបងដោយអតិថិជនដែលប្រើប្រាស់សេវានិងមានការព្រមព្រៀងគ្នារវាងអង្គភាពរដ្ឋកោទឹកបាត់ដំបងនិងអតិថិជនជាអ្នកទទួលសេវានៃការបង្កើតផែនការសកម្មភាពរួមក្នុងក្របខ័ណ្ឌគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យព្រមទាំងទទួលការបណ្ដុះបណ្ដាលដល់ភាគីពាក់ព័ន្ធដែលអនុវត្តដើម្បីស្វែងយល់និងសហការក្នុងការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាពមន្ត្រីរូបនេះបានថ្លែងដោយសង្កត់ធ្ងន់ថាវគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដល់នូវការរំពឹងទុកដែលធ្វើឲ្យសិក្ខាកាមវគ្គនេះកាន់តែយល់ដឹងពីសារៈសំខាន់នៃការត្រួតពិនិត្យតាមដាននិងវិតម្លៃការផ្ដល់សេវាទឹកស្អាតនិងអនាម័យធ្វើឲ្យមន្ត្រីសហគមន៍អាចបកស្រាយបានពីតួនាទីរបស់អ្នកសម្របសម្រួលសហគមន៍តួនាទីរបស់អ្នកផ្ដល់សេវានិងកាន់តែយល់ច្បាស់ក្នុងការអនុវត្តជំនាញសម្របសម្រួលនិងដំណើរការដាក់ពិន្ទុសហគមន៍ជាមួយអតិថិជននិងអាចពន្យល់បកស្រាយបានពីរបៀបអនុវត្តជំនាញសម្របសម្រួលកិច្ចប្រជុំរួមរវាងអ្នកផ្ដល់សេវានិងអ្នកទទួលសេវារួមទាំងការត្រៀមរៀបចំដើម្បីបង្កើតផែនការសកម្មភាពរួមទៀតផង